ជំរាបសួរលោកគ្រូខ្ញុំបាទខ្ញុំនឹងស៊ីមកសួរសំណួរជីវវិទ្យាដែលយ៉ាងពីមេរៀនទី2តម្រាប់ភាសាសំណួរទី1សួរថាដូចម្តេចដែលសត្វអិចចង្កងនិងដូចម្តេចដែលសត្វចង្កងចុះបញ្ចូលសត្វអិចចង្កងគឺជាសត្វដែលមិនមានចង្កងក្នុងឧទាហរណ៍ដង្កូវអេណាមីប៉ារ៉ាវីស៊ីសត្វចង្កងជាសត្វដែលមានចង្កងក្នុងឧទាហរណ៍តំណសត្វចិញ្ចឹមប៉ុន្តែដល់មានគោលក្របីជួបជាបណ្ដាតាមភាសាចារវល់ថាលំងគោលក្របីថាកង្កែអំពីកង្កែពីកញ្ចក់ជ័យថាត្រីតាសាត្រីតាប្រៃសំណួរបន្តប្រទេសតាមប្រទេសគឺជាអ្វីមានប្រមាណអ្វីខ្លះអ្វីទៅគឺជាប្រទេសសត្វដូចនៅទីណាចុះឧទាហរណ៍ប្រទេសគឺជាសារពាង្គកាយអាកាសកាលឬបុគ្គលកាយការយោដែលមានបែកក្រុមដូចប្រទេសសត្វប្រទេសរបស់ប្រទេសផ្សេងប្រទេសសត្វគឺជាសារពាង្គកាយអាកាសកាលដែលមានរូបគំងាវាជួយសារដូចនៅទីសាទឹកបឹងទឹកប្រៃទឹកលូឧទាហរណ៍ប្រទេសសត្វមានអាមីប៉ារ៉ាមេស៊ីសំណួរបន្តថាអ្វីទៅគឺជាប៉ារ៉ាមេស៊ីចុះបញ្ចូលពីដំណើរញត់របស់ប៉ារ៉ាមេស៊ីគឺជាប្រទេសសត្វដែលមានប្រព័ន្ធទូរស័ព្ទចលនាផ្សេងៗដែលប៉ារ៉ារំញត់នេះបានថាប្រយោជន៍របស់ភាសាទីប៉ុនអាប្រតិទិនអាហារបានតែផលបញ្ចូលពីដំណើរញត់របស់ប៉ារ៉ាមេស៊ីតំណែងរបស់ប្រព័ន្ធភាសាស្ថិតនៅគោលរំញត់ប្រព័ន្ធនេះទូរស័ព្ទចលនាផ្សេងៗដែលប៉ារ៉ារំញត់នេះបានថាប្រយោជន៍របស់ភាសាទីប៉ុននិងអាប្រតិទិនអាហារបានតែផលសំណួរបន្តតើអ៊ីរនៅកន្លែងណាតើប្រព័ន្ធផ្សព្វផ្សាយរបស់វាមានយ៉ាងណាដូចតែអ៊ីរនៅទៅសារទៅបានទៅស្ទើរទៅផ្លុកទៅពាំងហើយវាអាចជាប់នឹងឈើឬផ្ទាំងថ្មបញ្ចូលពីដំណើរញត់របស់អ៊ីប្រព័ន្ធផ្សាយរបស់អ៊ីពលាពេញសារពាង្គកាយដែលប្រមូលក្នុងកសកម្មវិញ្ញាណនៅក្បែរមកកសកម្មផ្សាយវិញ្ញាណរបស់វាមានទីសមត្ថភាពទទួលរំញោចផ្សេងៗប៉ុន្តែហើយទៅដល់ពេលប្រមាណរបស់អ៊ីបាទៅនឹងអាហារអង្គផ្សាយពេញធ្វើដំណើរយឺតទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយហើយដើម្បីចាប់តទៅរំញោចនេះវាត្រូវប្រមូលខ្លួនទៅរកអាហារប្រមាណទាំងអស់ធ្វើការរំញោចដើម្បីចាប់យកអាហារចូលទៅក្នុងមាត់សម្រាប់បន្តទៅប្រព័ន្ធផ្សាយប្រទេសអ៊ីស្រាអែលនៅកណ្ដោមានលក្ខណៈដូចម្ដេចប្រព័ន្ធផ្សាយប្រទេសអ៊ីស្រាអែលនៅកណ្ដោមានលក្ខណៈដូចជាប្រព័ន្ធផ្សាយប្រទេសមានប្រព័ន្ធផ្សាយប្រកបតែប៉ុន្តែវាមានអត្ថប្រយោជន៍ទៅដល់រំញោចតាមបែបសម្រាប់សម្រួលអ៊ីមានប្រព័ន្ធផ្សាយដែលមានលក្ខណៈជាបណ្ដាផ្សាយវាគ្មានមជ្ឈមណ្ឌលភាសាសម្រាប់សម្រួលអង្គផ្សាយទេនៅពេលខ្លះនៅមួយទទួលរំញោចអង្គផ្សាយពេញសារពាង្គកាយដំណើរបង្ហាញពីការសម្រាប់សម្រួលប្រព័ន្ធផ្សាយប្រទេសប្រព័ន្ធផ្សាយចល័តនៅកណ្ដោមានលក្ខណៈប្រព័ន្ធផ្សាយមានមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទវាក្រៅពីនេះប្រព័ន្ធប្រសាទចល័តគ្មានតែស្បែកឯប្រព័ន្ធប្រសាទកណ្ដោមានសរីរវិញ្ញាណដូចជាភ្នែកពោះនិងជីវហាវិញ្ញាណជាច្រើនសំណួរបន្តតើរូបគុំប្រព័ន្ធប្រសាទចង្កោមានមូលដ្ឋានគ្រឹះប្រមាណរូបគុំប្រព័ន្ធប្រសាទចង្កោមានមូលដ្ឋានគ្រឹះ3គឺខ្សែប្រសាទនាំព័ត៌មានទៅកាន់ខួរក្បាលខ្សែប្រសាទនាំព័ត៌មានមកវិញមានមជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នងសំណួរបន្តតើប្រព័ន្ធប្រសាទសាច់ឆ្អឹងកងមានប្រមាណប្រព័ន្ធប្រសាទសាច់ឆ្អឹងកងមាន2គឺមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទជម្រាបលាលោកគ្រូ